សូមលំអរកាយគោរពជំរាបសួរទៅដល់ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ដោយសេចក្តីគោរពអញ្ចឹងនៅក្នុងវីដេអូមួយនេះខ្ញុំនឹងដាក់និមន្តគាថាមួយដែលជាប្រភេទនៃគាថាក្រុងឆេះហ្នឹងហើយអញ្ចឹងតកតងជាមួយនឹងប្រភេទនៃគាថាក្រុងឆេះនេះគឺវាមានច្រើនក៏ប៉ុន្តែនៅក្នុងការដាក់លើកទី1នេះខ្ញុំសូមដាក់មួយមេគឺជាមេទី1ហើយតកតងជាមួយនឹងគាថាក្រុងឆេះនេះគឺជាគាថាមួយដែលល្អវិសេសខ្លាំងមែនតើហ្នឹងហើយគាថានេះគឺយើងអាចយកទៅដោះអំពើក៏បានឬក៏ថាកំចាត់នៅពពួកអមនុស្សខ្មោចព្រាយបិសាចអីអញ្ចឹងទៅណាបងប្អូនហ្នឹងហើយក៏ប៉ុន្តែគេថានេះគេមិនមែនចេះតែប្រើទេណាបងប្អូនគេប្រើនឹងគេមើលកាលមើលវេលាដែរមើលយ៉ាងម៉េចឧទាហរណ៍ថាមានពពួកអមនុស្សខ្មោចព្រាយបិសាចអីវាចូលមនុស្សចូលអីអញ្ចឹងទៅណាហ្នឹងហើយអញ្ចឹងដំបូងឡើយគេមិនមែនទៅដល់ប្រើនៅធរក្តៅភ្លាមទេបងប្អូនប្រហែលជាដឹងណាកន្លែងហ្នឹងគេមិនប្រើធរក្តៅភ្លាមទេគឺគេនិយាយចរចាសិនហ្នឹងហើយគេនិយាយសួររកហេតុរកផលរកខុសរកត្រូវអីអញ្ចឹងណាព្រោះតែពេលខ្លះអញ្ចឹងទៅវាមិនមែននៅសុកពពួកអស់ហ្នឹងវាមកចូលឬក៏ថាមកធ្វើមនុស្សនឹងទេអាចថាមកពីមនុស្សនឹងឯងតែប៉ះពាល់របស់គេចន់ពេកគេឬក៏ថាទៅប្រមាថគេដោយប្រការណានីមួយអញ្ចឹងទៅនេះជាមូលហេតុដែលធ្វើឲ្យគេនឹងឯងគេធ្វើឲ្យឈឺនេះឈឺនោះឬក៏ថាគេចូលគេអីអញ្ចឹងទៅណាបងប្អូនហ្នឹងឯងអញ្ចឹងដំបូងគឺគេសួររហេតុរផលគេលេងធរតិចសិនហ្នឹងហើយតែបើសិនជាថាចរចាអស់ចិត្តអស់ចង់ហើយគេហៅថាអត់មានដំណោះស្រាយអញ្ចឹងណានៅតែគេហៅថាពពួកអមនុស្សខ្មោចព្រាយបិសាចនឹងឯងវាមិនព្រមមិនអីអញ្ចឹងទៅអាហ្នឹងបានគេលេងធរក្តៅទៅតាមនឹងអញ្ចឹងទៅហ្នឹងហើយគាថានេះគឺជាគាថាដែលល្អណាស់បងប្អូនល្អខ្លាំងមែនតើក៏ប៉ុន្តែខ្ញុំជម្រាបបញ្ជាក់ជូនទៅកាន់បងប្អូនថាតកតងជាមួយនឹងមន្តវិជ្ជាបងប្អូនមិនគួររៀនដោយមិនមានគ្រូទេដូចជាមន្តនេះជាដើមបើសិនជាបងប្អូនមិនមានគ្រូមិនមានអីទេមិនបានរៀបចំនៅអាសនៈឲ្យបានត្រឹមត្រូវឬក៏ថាមិនបានលើកខានលើកអីថ្វាយគ្រូអញ្ចឹងទៅมันមានការគ្រប់បដិបត្តិមិនមានអីអញ្ចឹងទៅណាបងប្អូនហ្នឹងហើយអញ្ចឹងបងប្អូនមិនគួររៀននោះទេតកតងជាមួយនឹងមន្តវិជ្ជាណាខ្ញុំមិនមានហាមឃាត់ទេគ្រាន់តែថាបងប្អូនកុំរៀនច្រើនពេកហ្នឹងហើយបើថាបងប្អូនអត់មិនបានចង់រៀនខ្លាំងបងប្អូនរៀនទៅហ្នឹងហើយតែកុំរៀនច្រើនរៀនត្រឹមតែថា1មេឬក៏2មេជាប្រភេទនៃគាថាការពារខ្លួនអីអញ្ចឹងទៅតែបើតកតងជាមួយនឹងមន្តប្រភេទនេះអីបងប្អូនកុំរៀនហ្នឹងហើយកុំរៀនអីល្អជាងអញ្ចឹងអ្វីដែលខ្ញុំនិយាយនេះគឺខ្ញុំនិយាយទៅតាមអ្វីដែលខ្ញុំធ្លាប់សួរក៏ដូចជាធ្លាប់សិក្សាចេះចាំតិចតួចអញ្ចឹងណាបងប្អូនភាគច្រើនគឺខ្ញុំតែងតែសួរចាស់ក៏ដូចជាលោកគ្រូអ្នកគ្រូដែលលោកជាអ្នកដែលចេះដឹងខាងហ្នឹងទៅខ្ញុំយកមកនិយាយដើម្បីនឹងជម្រាបចែកជូនទៅកាន់ពុកម៉ែបងប្អូនជាបន្តអញ្ចឹងទៅបើសិនជាខ្ញុំដាក់ឲ្យខ្ញុំមិននិយាយអញ្ចឹងទៅបងប្អូនខ្លះគាត់ក៏ដឹងរីឯបងប្អូនខ្លះទៀតគាត់ក៏មិនដឹងអញ្ចឹងបងប្អូនដែលគាត់ដឹងហ្នឹងគឺមិនជាបញ្ហាសម្រាប់គាត់ទេព្រោះគាត់ដឹងថាមុនណាគួររៀនមុនណាមិនគួររៀនអញ្ចឹងទៅចំពោះមន្តវិជ្ជាយើងមិនអាចរៀនបានទាំងអស់ណាបងប្អូនទោះបីជាយើងមានគ្រូក៏ដោយក៏យើងអត់អាចរៀនបានទាំងអស់ដែរហ្នឹងហើយក៏ប៉ុន្តែសម្រាប់បងប្អូនណាដែលគាត់មិនដឹងវិញបើសិនជាយើងមិនបានបញ្ជាក់ប្រាប់គាត់ឲ្យច្បាស់យើងមិនបាននិយាយប្រាប់គាត់អញ្ចឹងទៅគាត់ឃើញយើងដាក់អញ្ចឹងទៅគាត់ចេះតែរៀនណាគាត់អត់ដឹងថាមុនហ្នឹងតូចឬក៏ធំរៀនបានឬក៏រៀនមិនបានទេហ្នឹងហើយតែខ្ញុំសូមបញ្ជាក់បងប្អូនថាគេថាក៏គេមានតូចមានធំមានតាមថ្នាក់ដោយដែលបងប្អូនចូលទៅរៀននៅក្នុងសាលាដំបូងអញ្ចឹងដែរអញ្ចឹងធម្មតានៃការសិក្សាគឺយើងរៀនពីតូចទៅធំមិនអញ្ចឹងឲ្យបងប្អូនចូលទៅរៀននៅក្នុងសាលាដំបូងបងប្អូនក៏រៀនពីថ្នាក់តូចទៅថ្នាក់ធំដូចគ្នាអញ្ចឹងតកតងជាមួយនឹងការសិក្សានៅមន្តវិជ្ជាការនឹងឯងក៏ដូចគ្នាដែរបងប្អូនគឺមិនមានអ្វីដែលថាខុសគ្នាទេគឺយើងត្រូវរៀនពីតូចទៅធំគាថាណាយើងគួររៀនមុនគាថាណាយើងគួររៀនក្រោយអញ្ចឹងចំណុចទាំងអស់ហ្នឹងបើសិនជាយើងរៀនដោយមិនមានគ្រូនោះទេប្រកាសណាបងប្អូនគឺយើងមិនដឹងនោះទេហ្នឹងហើយភាគច្រើនគឺយើងមិនដឹងអំពីចំណុចទាំងអស់ហ្នឹងទេណាហើយបើសិនជាយើងរៀនដោយមិនមានគ្រូប្រកាសណាគេថាដែលគេហៅថាមិនសូវជាផ្ដល់នៅប្រយោជន៍ឲ្យយើងគឺយើងមិនរៀនតែម្ដងតែខ្ញុំចង់ជម្រាបបងប្អូនថាគេថាខ្លះបងប្អូនគិតថាវាអត់មានប្រយោជន៍សម្រាប់បងប្អូនទេតែនោះគឺជាគ្រឹះ
ដែលឲ្យពុកម៉ែបងប្អូនចាប់ផ្ដើមនៃការសិក្សានៅមន្តវិជ្ជាការធ្វើអ្វីក៏ដោយបងប្អូនគឺយើងត្រូវធ្វើឲ្យមានគ្រឹះដូចជាផ្ទះដូចជាអីអញ្ចឹងបើសិនជាអត់គ្រឹះផ្ទះហ្នឹងអត់ជាប់គង់វង្សបានយូរនោះទេមានខ្យល់មានអីទៅបន្តិចអញ្ចឹងទៅអាលំភេងឥឡូវហ្នឹងអញ្ចឹងតើតូនជាមួយនឹងការសិក្សានៅមន្តវិជ្ជាការហ្នឹងក៏ដូចគ្នាដែរបងប្អូនត្រូវរៀនឲ្យមានគ្រឹះហ្នឹងហើយអញ្ចឹងគឺយើងត្រូវរៀនពីតូចទៅធំហ្នឹងឯងយើងមិនមែនរៀនពីធំមកតូចឬក៏យើង select ទៅតាមចិត្តយើងចង់អាហ្នឹងគឺអត់ទេណាបងប្អូនខ្ញុំសូមជម្រាបបងប្អូនថាអញ្ចឹងហ្នឹងហើយវីដេអូមួយនេះគឺរៀងវែងឆ្ងាយបន្តិចនិយាយនេះគឺចង់ឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាបានដឹងអញ្ចឹងទៅបងប្អូនខ្លះគាត់ក៏ដឹងបងប្អូនខ្លះទៀតគាត់ក៏មិនដឹងអញ្ចឹងទៅណាបងប្អូនហ្នឹងហើយអញ្ចឹងប៉ុណ្ណឹងទៅចុះដើម្បីកុំឲ្យខាតពេលវែងឆ្ងាយខ្ញុំនឹងធ្វើការសូត្រនមន្តគាថានេះដើម្បីនឹងជម្រាបចែកជូនទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាស្ដាប់តែម្ដងហើយសម្រាប់មុននេះគឺយើងសូត្រថាអូមៈព្រំឆេះទាំងភ្នំសណ្ដោឆេះទាំងពពរលេឆេះទាំងមេព្រៃអរិរិជាឆេះទាំងមេព្រៃហោះឆេះទាំងមេព្រៃហើព្រៃបណ្ដាកូនខ្ចីឆេះទាំងព្រៃក្បាល8ឆេះទាំងព្រៃមហាមយាអូមេសិទ្ធិសវហៈអូមេសិទ្ធិសវហយៈចរណៃដើរចេញទៅហ្នឹងហើយអញ្ចឹងសម្រាប់មុនហ្នឹងគឺយើងសូត្រចំនួន7ចប់ហ្នឹងហើយតែបើប្រើជាការដោះអំពើដោះអីអញ្ចឹងទៅគឺសូត្រ27ចប់អីអញ្ចឹងណាបងប្អូនឬក៏ច្រើនជាងនឹងអីអញ្ចឹងទៅហ្នឹងហើយអញ្ចឹងសម្រាប់មុននេះខ្ញុំដាក់នេះมันមានថាគោលបំណងឲ្យពុកម៉ែបងប្អូនយកទៅសិក្សារៀនសូត្រនោះទេអញ្ចឹងខ្ញុំមិនចាំបាច់សូត្របញ្ជាក់ជូនពុកម៉ែបងប្អូនទាំងអស់គ្នាច្រើនចប់ពេកទេណាខ្ញុំសូត្រជូនតែម្ដងហ្នឹងគឺគ្រប់គ្រាន់ហើយតែបើថាមុនណាដែលបងប្អូនអាចរៀនបានឬក៏ជាប្រភេទនិមន្តការពារខ្លួនមុននឹងវាមិនធំវាមិនអីអញ្ចឹងណាបងប្អូនមិនមែនដូចជាមុននេះគឺយើងអាចប្រើបើសិនជាយើងប្រើទៅគឺយើងអាចប្រើកម្ចាត់នៅពពួកអមនុស្សខ្មោចព្រាយបិសាចអីអញ្ចឹងទៅហ្នឹងហើយអញ្ចឹងមុននេះខ្ញុំមិនមានគោលបំណងឲ្យបងប្អូនរៀនទេហើយបងប្អូនខ្លះគាត់ប្រកាសជាឆ្ងល់ថាបើដាក់មិនឲ្យរៀនដាក់ទៅអីហ្នឹងហើយថាដាក់នេះគឺគ្រាន់តែចង់ចែករំលែកជូនទៅកាន់បងប្អូនឲ្យបងប្អូនបានដឹងបានឃើញបានស្គាល់នៅមន្តវិជ្ជាដែលជាគាថានៃដូនតាខ្មែរយើងតែប៉ុណ្ណឹងនោះទេហ្នឹងហើយយ៉ាងណាមិញចំពោះបងប្អូនណាដែលគាត់មានចំណាប់អារម្មណ៍ទៅលើមន្តវិជ្ជាការឬក៏របៀបនៃគាថាណានីមួយបងប្អូនចាំបាច់ត្រូវតែស្វែងរកគ្រូដើម្បីដឹកនាំសិក្សារៀនសូត្រហ្នឹងឲ្យបានត្រឹមត្រូវទៅតាមក្បួនតម្រានោះទៅជាការដែលល្អបងប្អូនចំណាយពេលទៅវាមិនអត់ប្រយោជន៍បើសិនជាបងប្អូនរៀនដោយមិនមានគ្រូពេលខ្លះចំណាយពេលអស់4-5ឆ្នាំឬក៏រាប់ឆ្នាំលើឆ្នាំជាងនឹងទៅទៀតណាបងប្អូនគឺថានៅតែមិនទទួលបានផលអញ្ចឹងនិយាយថាមុនគេថាវិញមុនណាក៏ចេះមុនណាក៏សូត្រទៅរួចអីអញ្ចឹងទៅក៏ប៉ុន្តែប្រើទៅវាអត់ទទួលបានផលអាហ្នឹងអាចមកពីថាយើងរៀនដោយមិនមានគ្រូយើងមិនមានគ្រឹះមិនមានអាគមនៅក្នុងខ្លួនយើងមិនមាននៅការគោរពបដិបត្តិជាដើមអញ្ចឹងទៅឬក៏ថាពេលខ្លះយើងមិនដឹងតកតូនជាមួយនឹងការប្រើនមន្តគេថានឹងច្បាស់អញ្ចឹងយើងប្រើទៅវាខុសវាអីអញ្ចឹងទៅពេលខ្លះគេហៅថាបើសិនជាពាក្យខ្មែរយើងគេថាសាច់មិនបានស៊ីយកឆ្អឹងភ្ជួរកបានន័យថាបើយើងនិយាយឲ្យងាយយល់ទៅពេលខ្លះរៀនទៅហើយចំណាយពេលអស់ច្រើនខែច្រើនឆ្នាំអីអញ្ចឹងទៅវាមិនទទួលបានផលហើយវាបែរជាគេហៅថាមានទុកមានទោសឬក៏ថានាំទុកនាំទោសនឹងឯងមកឲ្យខ្លួនថែមទៅទៀតពេលខ្លះអញ្ចឹងទៅយើងសូត្រទៅវាខុសនៅអក្ខរាវិរុទ្ធនៃបាលីនៃគាថានឹងអញ្ចឹងទៅវាធ្វើឲ្យមានបញ្ហាហ្នឹងហើយអញ្ចឹងសម្រាប់មន្តវិជ្ជាការនេះបងប្អូនដូចជាអាវុធមុខពីរអញ្ចឹងដែរបើសិនជាបងប្អូនចង់រៀនចង់ចេះចង់ដឹងពិតប្រាកដនៅខាងហ្នឹងបងប្អូនស្វែងរកគ្រូរៀនទៅខ្ញុំគិតថាមិនពិបាកនោះទេនៅក្នុងពេលបច្ចុប្បន្នហ្នឹងបើថាដូចចាស់ពីដើមទៅអាហ្នឹងពិបាកណាបងប្អូនលោកមិនងាយនឹងទទួលសិស្សទេហើយបើទោះបីជាទទួលនឹងក៏ដោយលោកមិនងាយនឹងឲ្យគាថាប្រទេសប្រដាស់នោះទេហើយបើទោះបីជាលោកឲ្យនឹងក៏ដោយណាបងប្អូនទោះបីជាលោកឲ្យក៏ដោយក៏លោកមិនមែនឲ្យម្ដងមួយមេអញ្ចឹងគឺអត់ទេឲ្យម្ដងមួយម៉ាត់2ម៉ាត់3ម៉ាត់អីអញ្ចឹងទៅណាឧទាហរណ៍ថាគាថាហ្នឹងវាមាន10ម៉ាត់10ឃ្លាអីអញ្ចឹងទៅអញ្ចឹងលោកឲ្យយើងម្ដងបន្តិចម្ដងបន្តិចអញ្ចឹងទៅលោកមិនមែនឲ្យយើងទាំងអស់ទេហ្នឹងហើយអញ្ចឹងអាចថាចាស់ពីដើមគឺរៀងពិបាកហ្នឹងហើយបើសិនជាយើងចង់រកគ្រូរកអីរៀនអញ្ចឹងលោកមិនចេះទៅទទួលសិស្សនោះទេហ្នឹងហើយតែបើសិនជាបច្ចុប្បន្ននេះខ្ញុំគិតថាមិនសូវជាតឹងតែងដូចចាស់ពីដើមប្រហែលទេបងប្អូនឲ្យតែពុកម៉ែបងប្អូនគេហៅថាដាក់ចិត្តដាក់កាយព្យាយាមអំណត់អត់ធ្មត់ព្យាយាមពុះពៀរកឧបសគ្គដែលយើងជួបប្រទះអីអញ្ចឹងទៅណាហ្នឹងហើយអញ្ចឹងឲ្យតែយើងដាក់ចិត្តដាក់កាយអញ្ចឹងទៅបងប្អូនមិនយូរមិនឆាប់យើងនឹងទទួលបានផល
ជាពិតប្រាកដមិនថាតែការសិក្សានៅមន្តវិជ្ជាការទេទោះបីជាយើងធ្វើការងារផ្សេងទៀតក៏ដោយឬក៏យើងមានគោលបំណងណាមួយក៏ដោយឲ្យតែយើងព្យាយាមអំណត់អត់ធ្មត់ព្យាយាមតស៊ូពុះពៀថ្ងៃណាមួយយើងនឹងជោគជ័យឬក៏ថ្ងៃណាមួយយើងនឹងទទួលបាននៅអ្វីដែលយើងចង់បានជាពិតប្រាកដហ្នឹងហើយខ្លាយតែយើងបោះបង់នៅពាក់កដាលទីអីអញ្ចឹងទៅណាបងប្អូនអាហ្នឹងអាចថារៀងយ៉ាប់បន្តិចហ្នឹងឯងអញ្ចឹងបើប៉ុណ្ណឹងទៅចុះបងប្អូនឃើញថានាទីយើងក៏រៀងវែងឆ្ងាយហើយដែរសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នានឹងពេញចិត្តនៅវីដេអូមួយនេះអញ្ចឹងមុននឹងធ្វើការបញ្ចប់នៅវីដេអូមួយនេះខ្ញុំក៏សូមលើកនៅម្រាមដៃ10ខន្តីអភ័យអត់នៅទោសទៅដល់ពុកម៉ែបងប្អូនចិត្តឆ្ងាយទាំងអស់ដែលកំពុងតែមើលនៅវីដេអូមួយនេះក្រៃលោថាមានកន្លែងណាដែលខ្ញុំនិយាយទៅមានការលើលួខុសឆ្គងរំលងបែបបត់ជាដើមនោះក៏សូមពុកម៉ែបងប្អូនមេត្តាខន្តីអភ័យអត់នៅទោសដល់ខ្ញុំពីចម្ងាយផងហ្នឹងហើយអញ្ចឹងដោយពាក្យចាស់មួយលោកបានពោលថាដំរីជើង4តែងមានផ្លត់រីឯអ្នកប្រាជ្ញចេះស្ទាត់គង់មានផ្លេចអញ្ចឹងបើសិនជាពុកម៉ែបងប្អូនកលេចមកការរូបខ្ញុំឯនេះវិញឃើញថាមិនមែនជាដំរីសាហើយក៏មិនមែនជាអ្នកប្រាជ្ញអ្វីនោះដែរអញ្ចឹងការលើកឡើងនៅក្នុងវីដេអូនីមួយៗនោះវាតែងតែមាននៅចំណុចដែលខ្វះខាតវាតែងតែមាននៅចំណុចដែលខុសឆ្គងជាដើមហើយដូច្នោះហើយបើសិនជាមាននៅកន្លែងណាដែលខ្វះខាតជាដើមនោះក៏សូមពុកម៉ែបងប្អូនមេត្តាខន្តីអភ័យអត់នៅទោសដល់ខ្ញុំពីចម្ងាយផងអញ្ចឹងមុននឹងធ្វើការបញ្ចប់នៅវីដេអូមួយនេះខ្ញុំក៏សូមជូនពរជូនជ័យឲ្យពុកម៉ែបងប្អូនជួបនៅពុទ្ធពរទាំងឡាយ5ប្រការដែលមានអាយុវណ្ណៈសុខៈពលៈបដិភេណៈជាដើមបើសិនជាពុកម៉ែបងប្អូនមានគោលបំណងបងប្រាថ្នានៅសម្បត្តិណានីមួយនោះក៏សូមឲ្យបានសម្រេចដោយសេចក្តីប្រាថ្នាកំបីគ្លៀងគ្លេតឡើយសូមអរគុណនិងសូមគោរពជម្រាបលា